ចាសូមជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីប្រិមិត្តទូរទស្សនិកជនជាទីមេត្រីកម្មវិធីអចលនទ្រព្យខ្មែរបានវិលជួបលោកអ្នកសាជាថ្មីម្ដងទៀតតាមពេលវេលានិងម៉ោងដដែលដែលកម្មវិធីតែងតែផ្សាយជូនតាមរយៈស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ11ជារៀងរាល់ថ្ងៃសុក្រវេលាម៉ោង 4:30 នាទីរហូតដល់ម៉ោង 5 រសៀលនិងចាក់ផ្សាយឡើងវិញជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 10:20 នាទីរហូតដល់ម៉ោង 10:50 នាទីនិងជារៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 4:30 នាទីរហូតដល់ម៉ោង 5 ល្ងាចកម្មវិធីអាចដំណើរការទៅបានអាស្រ័យដោយមានការសហការឧបត្ថម្ភធំពីក្រុមហ៊ុនបណ្ណារាជគ្រប់និងសហការឧបត្ថម្ភដោយផ្សារ BBC ទស្សនាកម្មវិធីអចលនទ្រព្យខ្មែរលោកអ្នកនឹងទទួលបាននូវចំណេះដឹងក៏ដូចជាព័ត៌មានល្អៗទាក់ទងទៅនឹងវិស័យអចលនទ្រព្យទាំងនៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេសផងដែរមាតិកាព័ត៌មាននៅក្នុងសប្តាហ៍នេះរួមមានវគ្គទី1ព័ត៌មានជាតិនិងព័ត៌មានអន្តរជាតិវគ្គទី2ការវិតម្លៃអចលនទ្រព្យល្អៗនៅតាមបណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញវគ្គទី3បង្ហាញពីអចលនទ្រព្យល្អៗនៅតាមបណ្ដាខេត្តនិងរាជធានីភ្នំពេញវគ្គទី4បទយកការស្ដីពីការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាវគ្គទី5បង្ហាញពីអចលនទ្រព្យល្អៗនៅតាមបណ្ដាខេត្តនិងរាជធានីភ្នំពេញតទៅនេះសូមជូនព័ត៌មានជាតិស្ដីអំពីពិធីចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទានរបស់ប្រទេសជប៉ុនមកសាងសង់ខុនដូប្រណិតនៅរាជធានីភ្នំពេញកាលពីថ្ងៃទី1ខែតុលាឆ្នាំ2012គឺមាននៅការរៀបចំផ្ដល់ហិរញ្ញប្បទានសម្រាប់សាងសង់នៅខុនដូប្រណិតដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុនសុនត្រាគ្រប់បានរៀបចំកម្មវិធីចូលភាគហ៊ុនជាមួយក្រុមហ៊ុនប្រទេសជប៉ុនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការសម្រាប់អតិថិជននៅក្នុងស្រុកនិងដូចជាអតិថិជននៅក្រៅស្រុកផងដែរក្រុមហ៊ុនសុនត្រាគ្រប់និងក្រុមហ៊ុន Crenco Ltd បានចាប់ដៃគូគ្នាក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនិងបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថាក្រុមហ៊ុន Sunatra Grand Realty Co Ltd ដោយប្រើប្រាស់មូលធនដំបូងចំនួន $10,000 ក្នុងឱកាសនោះដែរលោកអង្ញាសនសុកណាជាអគ្គនាយកនៃក្រុមហ៊ុន Sunatra Group មានភាគហ៊ុន 51% និងលោកស៊ូស៊ូមូហាយ៉ាស៊ីជាអគ្គនាយកនៃក្រុមហ៊ុន Crenco Ltd មានភាគហ៊ុន 49% លោកអង្ញាសនសុកណាគឺបានទទួលមុខងារជាអគ្គនាយកនិងលោក James Takuchiគឺទទួលមុខងារជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sunatra Crenco Ltd បានផ្ដល់ដើមទុនចំនួន $6.5 លានពីប្រទេសជប៉ុនទៅឲ្យក្រុមហ៊ុន Sunatra Grand Realty Co Ltd សម្រាប់គម្រោងទី1ដែលមាននៅការសាងសង់ខុនដូដែលមានចំនួន50 unit និង26ជាន់ហើយនាពេលបច្ចុប្បន្ននេះគម្រោងទី1របស់គេបាននឹងកំពុងសាងសង់ហើយពួកគេរំពឹងថាខុនដូនេះនឹងរួចរាល់ជាស្ថាពរនៅឆ្នាំ2015ហើយជាពិសេសនោះការផ្គត់ផ្គង់សម្ភារៈគឺនាំចូលមកពីប្រទេសជប៉ុនទាំងអស់ផងដែរក្រុមហ៊ុន Sunatra Group បានទិញដីសម្រាប់ប្រើប្រាស់ជាទីតាំងក្នុងការសាងសង់គម្រោងនេះចំនួននៃគម្រោងផ្សេងៗទៀតនោះគឺបានរៀបចំផែនការរួចជាស្រេចហើយសម្រាប់ការសាងសង់នៅលើទីតាំងដែលជាដីផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Sunatra Group ដែលស្ថិតនៅក្នុងទីតាំងដ៏ល្អនៅក្នុងទីក្រុងភ្នំពេញតែម្ដងហើយក្រុមហ៊ុន Crenco Ltd ក៏បានផ្ដល់ដើមទុនជាច្រើនដើម្បីបំពេញបន្ថែមគ្រប់ចំនួនលើគម្រោងទាំងនេះផងដែរតទៅនេះសូមជូនព័ត៌មានអន្តរជាតិស្ដីអំពីតម្លៃគេហដ្ឋាននៅក្នុងប្រទេសសិង្ហបុរីមានការកើនឡើងកំណត់ត្រានៃការលក់តម្លៃគេហដ្ឋានមានការកើនឡើងក្នុងកំណត់ត្រានៃការលក់អចលនទ្រព្យក្នុងត្រីមាសទី3ក្រោយពេលអ្នកអភិវឌ្ឍបានលក់អស់នៅគេហដ្ឋានជាច្រើនសន្ធឹកសន្ធាប់នេះបើយោងតាមសេចក្តីរាយការណ៍របស់រដ្ឋាភិបាលដែលបានបង្ហាញឲ្យដឹងតំបន់លំនៅឋានឯកជនមួយដែលមានឈ្មោះថា Iceland State បានឲ្យដឹងថាតួលេខនៃតម្លៃអចលនទ្រព្យរបស់ខ្លួនបានកើនឡើង 0.5% នៅរយៈពេល3ខែគិតដល់ត្រឹមថ្ងៃទី30ខែកញ្ញានេះបើយោងទៅតាមការប៉ាន់ស្មានលើកដំបូងដែលចេញដោយអាជ្ញាធរដែនដីនគរពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះតួលេខដែលបង្ហាញឲ្យដឹងជាមុននៅត្រីមាសមុនមានចំនួន 0.4% យោងទៅតាមការកត់ត្រានៅខែកញ្ញាប្រទេសសិង្ហបុរីបានពិចារណាពីការរៀបចំក្នុងការអភិវឌ្ឍគម្រោងតំបន់លំនៅឋានដែលមានទីតាំងនៅជីក្រុងដើម្បីគ្រប់គ្រងលើនិន្នាការនៃការកំណើនអាផាតមិនឲ្យស្ថិតនៅចំនួនតូចជាងពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបាននឹងកំពុងព្យាយាមក្នុងការទប់ស្កាត់ការកើនឡើងនៅតម្លៃអចលនទ្រព្យតាំងពីឆ្នាំ2009មកលោក Nicholas Mark
ជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យអន្តរជាតិ SLP បានមានប្រសាសន៍ថាកំណើនថ្លៃនៃគេហដ្ឋានឯកជនគឺពិតជាស្ថិតនៅកម្រិតមធ្យមហើយកើនឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះផែនការរដ្ឋាភិបាលក្នុងកំណត់ចំនួននៃគេហដ្ឋានសម្រាប់គម្រោងអាផាតមិនដែលមានទីតាំងនៅក្រៅក្រុងគឺដើម្បីបង្វែរចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋទៅលើអាផាតមិនដែលនៅក្នុងទីក្រុងនេះជាប្រសាសន៍របស់អាជ្ញាធរដែនដីនៅលើគេហទំព័រនៅថ្ងៃទី4ខែកញ្ញាច្បាប់ថ្មីទាំងនេះនឹងត្រូវដាក់ឲ្យប្រតិបត្តិការចាប់ពីថ្ងៃទី4ខែវិច្ឆិកាខាងមុខនេះសេដ្ឋកិច្ចវិទូមានជំនឿចិត្តយ៉ាងខ្លាំងទៅលើទីផ្សារអចលនទ្រព្យនិងមានការកើនឡើង 2.3% នៅក្នុងឆ្នាំ2012សេដ្ឋកិច្ចវិទូសហរដ្ឋអាមេរិករំពឹងទុកថាតម្លៃគេហដ្ឋាននឹងកើនឡើងសរុប 2.3% ក្នុងកំឡុងឆ្នាំ2012នេះហើយការរំពឹងទុកនៃតម្លៃអចលនទ្រព្យនេះនឹងមានជំនឿចិត្តច្បាស់ជាងត្រីមាសទី2ដោយយោងទៅតាមការស្ទាបស្ទង់តម្លៃអចលនទ្រព្យដោយឡែកនៅខែកញ្ញាឆ្នាំ2012នេះការរំពឹងទុកតម្លៃគេហដ្ឋាននៃការស្ទាបស្ទង់របស់ក្រុមហ៊ុនអចលនទ្រព្យ Zillow ដែលបានចងក្រងដោយក្រុមហ៊ុនសេដ្ឋកិច្ចវិទូជាច្រើនជាលទ្ធផលបានឲ្យដឹងថាអ្នកជំនាញអចលនទ្រព្យនឹងការវិនិយោគព្រមទាំងយុទ្ធសាស្ត្រទីផ្សារដោយសារការផ្អែកលើតួលេខនៃសកម្មភាពគម្រោងផ្ដល់ឲ្យរយៈពេល5ឆ្នាំរបស់ SP Case-Shiller US National Home Price គឺមានភាពសុទិដ្ឋិនិយមការស្ទាបស្ទង់នៃមតិមានការរំពឹងទុកថាតម្លៃគេហដ្ឋានមានការកើនឡើងជាងខែមិថុនាដែលមានការធ្លាក់ចុះ 0.4% ហើយពួកគេក៏បានកែតម្រូវការព្យាករណ៍របស់ពួកគេផងដែរសម្រាប់ឆ្នាំ2013រហូតដល់ឆ្នាំ2016ការព្យាករណ៍នៃតម្លៃគេហដ្ឋាននៅឆ្នាំនីមួយៗមានការកើនឡើងជាលំដាប់ទាំងនេះគឺជាការចាត់ទុកថាផុសតាងបង្ហាញឲ្យឃើញជាក់ស្ដែងពីទីផ្សារគេហដ្ឋានលោក Shiller ដែលជាប្រធានសេដ្ឋកិច្ចវិទូប្រចាំនៅ Stanham Fair បាននិយាយថាมันមានចាត់តាំងពីពាក់កណ្ដាលឆ្នាំ2010នៅចន្លោះក្រុមអ្នកប្រើប្រាស់ឥណទានទិញផ្ទះយើងឃើញថាលំនៅឋានមានការកើនឡើងខ្លាំងវាមានអារម្មណ៍ស្រស់ស្រាយបានឃើញភាពសុទិដ្ឋិនិយមនៅពេលដែលបានបង្កើតនៅសរីរាង្គដែលបានបាត់មកវិញលោកបានបន្ថែមថានៅក្នុងអវត្តមាននៃការបណ្ដុះបណ្ដាលសិប្បនិម្មិតក៏ដូចជាពន្ធនៅលើឥណទានទិញផ្ទះ1/4នៃសុទិដ្ឋិនិយមជាច្រើននៃគណៈវិនិច្ឆ័យសន្និដ្ឋានថានឹងកើនឡើង 4.4% នៅក្នុងឆ្នាំ2012ជាមធ្យមខណៈដែលក្រុមអ្នកប្រកបដោយសុទិដ្ឋិនិយមព្យាករណ៍ថានឹងមានការកើនឡើងជាមធ្យម 0.3% ប៉ុណ្ណោះការស្ទង់បានធ្វើឲ្យការពារកើនឡើងយ៉ាងលើសលប់ផ្លាស់ប្ដូរការបន្ថយការខ្ចីប្រាក់ដោយយកអ្វីទៅដាក់បញ្ចាំចំនួនប្រមាណ 10% ដែលគេសង្ឃឹមថានឹងអាចទៅរួចចំនួនប្រមាណ 50% ដែលនឹងអាចទៅរួចប៉ុន្តែអាចមានការឈប់បន្តិចម្ដងជាលំដាប់និងប្រមាណ 30% គេជឿថាវានៅនឹងប៉ុន្តែការបន្ថយគួរតែដាក់នៅកន្លែងដែលបានទទួលសិទ្ធិមានតែ 11% ទេដែលគេជឿថាវានឹងថ្កល់ទោះបីការបញ្ចាំមានការចាប់អារម្មណ៍ជាខ្លាំងនឹងអ្វីដែលមានហើយនឹងម្ចាស់ផ្ទះលោក Pulsen Nomis ដែលជាអ្នកបង្កើតក្រុមហ៊ុន Cherry Lab បានមានប្រសាសន៍ថាវាគឺជាតម្លៃដែលចូលក្នុងសហព័ន្ធរាជរដ្ឋាភិបាលប្រមាណ$90 ក្នុងមួយឆ្នាំលោកបានបន្ថែមទៀតថាពេលវេលានឹងប្រាប់ទោះជាពន្ធអកដែលជាមូលហេតុដែលធ្លាប់មានពីមុនមកចំពោះមុខដៃគូសហរដ្ឋអាមេរិកជាមួយទីផ្សារលំនៅឋានឥឡូវការកែតម្រូវឲ្យហ៊ានសម្រេចចិត្តក្នុងឆាកនយោបាយគឺដើម្បីឆ្លើយតបនឹងនយោបាយពីកម្មវិធីសូមពេលវេលាសម្រាប់បន្តិចសិនបណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកតទៅនេះលោកអ្នកនឹងបានទស្សនាជាមួយនឹងការវិតម្លៃអចលនទ្រព្យល្អៗនៅតាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ
បណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកជម្រាបសួរប្រិមត្តនិងទូរទស្សនិកជនដែលកំពុងតាមដានទស្សនាជាមួយនឹងកម្មវិធីអចលនទ្រព្យខ្មែរដែលមានផ្សាយនៅតាមកញ្ចក់ទូរទស្សន៍អប្សរាប៉ុលេខ11ជាទីមេត្រីនៅក្នុងសប្តាហ៍នេះកម្មវិធីយើងនឹងធ្វើការដកបង្ហាញពីការព្យាករណ៍ទៅលើតម្លៃអចលនទ្រព្យនៅតាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញសម្រាប់ត្រីមាសទី3នៃឆមាសទី2នេះយើងនឹងធ្វើការដកបង្ហាញពីខណ្ឌរិស័យកែវដែលមាន11សង្កាត់ជម្រាបជូនទៅដល់លោកអ្នកសង្កាត់ទី1គឺសង្កាត់កោករកាសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី10ទៅ$40ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី0ទៅ$0ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី2គឺសង្កាត់បាក់ខែងសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី50ដល់$150ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី100ដល់$200ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី3គឺសង្កាត់រិស័យកែវសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី100ដល់$200ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី500ដល់$800ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី4គឺសង្កាត់ទួលសង្កែសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី150ដល់$300ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី700ដល់$1000ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី5គឺសង្កាត់គីឡូម៉ែត្រលេខ6សម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី100ដល់$200ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី250ដល់$500ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី6គឺសង្កាត់ច្រាំងជម្រះ1សម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី130ដល់$170ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី350ដល់$550ក្នុង1ម៉ែត្រការ៉េសម្រាប់សង្កាត់ទី7គឺសង្កាត់ច្រាំងជម្រះទី2សម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី130ដល់$170ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី350ដល់$550ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី8គឺសង្កាត់ស្វាយប៉ាសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី70ដល់$130ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី300ដល់$400ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី9គឺសង្កាត់ជ្រោយចង្វាសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី200ដល់$400ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី500ដល់$600ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី10គឺសង្កាត់ព្រែកតាសេកសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី70ដល់$100ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី150ដល់$200ក្នុង1ម៉ែត្រការ៉េនិងសង្កាត់ចុងក្រោយគឺសង្កាត់ព្រែកលៀបសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី100ដល់$200ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី200ដល់$300ក្នុង1ម៉ែត្រការ៉េអរគុណសម្រាប់ការតាមដានទស្សនាពីសំណាក់អស់លោកស្រីលោកអ្នកទើបតែបានទស្សនាជាមួយនឹងការវិតម្លៃអចលនទ្រព្យល្អៗនៅតាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញតទៅនេះពីកម្មវិធីសូមពេលវេលាដើម្បីសម្រាប់បន្តិចសិនបណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកបន្តបង្ហាញពីអចលនទ្រព្យល្អៗនៅតាមបណ្ដាខេត្តនិងរាជធានីភ្នំពេញផ្ទះសម្រាប់ជួលដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ3ចម្ងាយប្រមាណ100ម៉ែត្រពីរង្វង់មូលចំចៅសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានទំហំដីធំទូលាយចំនួនប្រមាណ1000ម៉ែត្រការ៉េមានអគារចំនួន2ដែលមានកម្ពស់3ជាន់ទំហំអគារសរុបចំនួន800ម៉ែត្រការ៉េមានបន្ទប់សរុបចំនួន15បន្ទប់ទឹកចំនួន5និងផ្ទះបាយ1មានចំណតយានយន្តនិងសួនច្បារសម្រាប់កុមារធំទូលាយផ្ទះនេះបានតភ្ជាប់នៅបណ្ដាញទឹកភ្លើងរដ្ឋរួចជាស្រេច
ផ្ទះនេះស័ក្តិសមផងដែរសម្រាប់ធ្វើជាសាលារៀនមន្ទីរពេទ្យការិយាល័យនិងក្រុមហ៊ុនផ្សេងៗដាក់ជួលក្នុងតម្លៃល្អត្រឹមតែ$2,500ប៉ុណ្ណោះក្នុងមួយខែតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ015 903 899អាគារសម្រាប់ជួលដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េតសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញមានទំហំដី16ម៉ែត្រគុណនឹង18ម៉ែត្រទំហំអាគារសរុប900ម៉ែត្រការ៉េអាគារនេះមានកម្ពស់ចំនួន4ជាន់ជាន់នីមួយៗនៅលំហកំពុងរងចាំលោកអ្នកឆ្នៃបន្តតាមចិត្តចង់មានចន្លោះយន្តចំនួន1មានចំណតយានយន្តចំនួន10អាគារនេះស័ក្តិសមសម្រាប់ធ្វើជាសាលារៀនមន្ទីរពេទ្យធនាគារនិងការិយាល័យផ្សេងៗដាក់ជួលក្នុងតម្លៃល្អត្រឹមតែ$4,900ប៉ុណ្ណោះក្នុងមួយខែសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ017 911 889ផ្ទះសម្រាប់លក់ដែលមានទីតាំងស្ថិតនៅសង្កាត់ផ្សារដេប៉ូ3ខណ្ឌទួលគោករាជធានីភ្នំពេញមានទំហំសរុប144ម៉ែត្រការ៉េផ្ទះនេះស្ថិតនៅជាន់ទី2មានបន្ទប់គេងចំនួន3បន្ទប់ទឹក2និងផ្ទះបាយ1បានតភ្ជាប់នៅបណ្ដាញទឹកភ្លើងរដ្ឋរួចជាស្រេចផ្ទះនេះស័ក្តិសមសម្រាប់ការរស់នៅជាពិសេសសម្រាប់ភ្ញៀវបរទេសរស់នៅដាក់លក់ក្នុងតម្លៃត្រឹមតែ$7,500ប៉ុណ្ណោះសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ077 676 099វិឡាសម្រាប់ជួលស្ថិតនៅផ្ទះលេខ72ផ្លូវ317សង្កាត់បឹងកក់2ខណ្ឌទួលគោករាជធានីភ្នំពេញវិឡានេះមានទំហំដី13ម៉ែត្រគុណនឹង40ម៉ែត្រទំហំអាគារ12ម៉ែត្រគុណនឹង20ម៉ែត្រមានកម្ពស់2ជាន់មានបន្ទប់ទទួលភ្ញៀវធំ2បន្ទប់គេង7បន្ទប់ទឹក9ម៉ាស៊ីនត្រជាក់7បន្ទប់នីមួយៗធំទូលាយមានពន្លឺគ្រប់គ្រាន់និងមានទីធ្លាចរយន្តចំនួន9លោកអ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធនៅជាន់លើវិឡានេះកំពុងរងចាំលោកអ្នករចនាបន្តសម្រាប់ការិយាល័យនិងការស្នាក់នៅវិឡានេះដាក់ជួលក្នុងតម្លៃ$2,500ប៉ុណ្ណោះក្នុងមួយខែសម្រាប់ព័ត៌មានលម្អិតសូមតាក់ទងតាមរយៈទូរស័ព្ទលេខ017 911 889ចាលោកអ្នកទើបតែបានទស្សនាការដាក់បង្ហាញអចលនទ្រព្យល្អៗដាក់លក់នឹងជួលនៅតាមបណ្ដាខេត្តក៏ដូចជារាជធានីភ្នំពេញតទៅនេះពីកម្មវិធីសូមពេលវេលាដើម្បីសម្រាប់បន្តិចសិនបណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកជាបន្តសូមជូនបទយកាស្ដីពីការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាកាលពីថ្ងៃទី1ខែតុលាឆ្នាំ2012នេះគឺមានការចូលរួមវិនិយោគក្នុងការសាងសង់នៅខុនដូប្រណិតនៅរាជធានីភ្នំពេញដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកង1ខណ្ឌចំការមនហើយក្រុមហ៊ុនដែលដាក់ទុនវិនិយោគនៅក្នុងរាជធានីភ្នំពេញជាក្រុមហ៊ុនដែលមកពីប្រទេសជប៉ុនដែលមានជំនាញនៅលើផ្នែកអចលនទ្រព្យក្រុមហ៊ុន Sonatra Group បានរៀបចំកម្មវិធីចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទានសម្រាប់សាងសង់ខុនដូប្រណិតនៅរាជធានីភ្នំពេញពីក្រុមហ៊ុន Grandco Ltd ដែលជាក្រុមហ៊ុនមកពីប្រទេសជប៉ុនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាដោយប្រើប្រាស់មូលធនដំបូងចំនួន$10,000អាមេរិកនៅក្នុងនោះលោកអុកញ៉ាសនសុកណាជាអគ្គនាយកនៃក្រុមហ៊ុន Sonatra Group បានឲ្យដឹងថាថ្ងៃនេះខាងក្រុមហ៊ុន Sonatra Group នឹងមានដៃគូវិនិយោគជាអ្នកវិនិយោគទុនជប៉ុនមកសហការនេះដើម្បីនិយាយខ្លីទៅដើម្បីសាងសង់ខុនដូមួយកន្លែងនៅសង្កាត់មើលកងមួយខាងស្វាមើលមួយហ្នឹងដែលមានទម្រង់នឹងអស់ទឹកប្រាក់ប្រ
មួយរៀន5ខ្សែដុល្លារវិញហើយក្រុមហ៊ុនសូណាត្រាគ្រប់ដីហើយក្រុមហ៊ុនគាត់អធិការតែមានបុគ្គលិកអ្នកបោសសម្អាតមានអ្នកបោកកៅអៅមានអ្នកលីងសេវាសំសុខអីសំអាយ៉ាងមានដូចគេហើយគាត់ថាខុនដូនេះវាគឺទំនើបជាងខុនដូដែលធ្វើកន្លងមកដោយសារជំនុំគេបានយកនៃប្លង់អាកេតិចពីប្រទេសគេមកត្រូវជួបជាតិគេឆ្លាក់ដែរហើយនឹងគេនាំយកទៅសម្ភារៈឧបករណ៍របស់ជប៉ុនមកបំពាក់នៅលើអាគារតែការបំពាក់ឧបករណ៍ហ្នឹងគឺមិនមែនមានន័យថាក្រុមហ៊ុនក្រែនេះគាត់យកមកទេយើងទៅទិញដែរទេគ្រូបែបគ្រាន់តែផ្ដល់លុយមកទេតែគ្រូហ្នឹងទៅទិញសម្ភារៈហ្នឹងជាសម្ភារៈជប៉ុនតែមិនដាក់ចូលហើយមិនមែនថាទៅទិញជប៉ុននេះទេយើងអាចទិញខ្មែរយើងបានជាថៃក៏បានដែរសំស្របយើងមានការរួមរកខាងសេដ្ឋកិច្ចព្រោះបើយើងទុកដីទៅទេអត់មានលុយសាងសង់ក៏អត់មានអីរីចំណាយអត់ពេលណាមានលុយទៅយើងសាងសង់ទៅក៏បានសំណងទៅនៅលើទឹកដីកម្ពុជាយើងហើយទីនេះពេលសាងសង់ដីហើយសាងសង់ឲ្យដីក៏មានការងារច្រើនដើម្បីឲ្យជាបរិវត្តយើងធ្វើដូចតែពេលសង់នេះត្រូវការបុគ្គលិកកម្មករសំណងនេះតែណាហើយលុយដែលចូលមកនេះគឺយើងចាយលើការទិញសម្ភារៈទិញឧបករណ៍សម្រាប់សាងសង់ចាយលើបានពលកម្មអញ្ចឹងវាធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីករាលអញ្ចឹងមានការសម័យរីករាយយើងបានសាមគ្គីផលលើទឹកដីយើងហើយយើងអាចផ្ដល់ការងារឲ្យជាបរិវត្តយើងកាន់តែច្រើនអញ្ចឹងយើងតែងតែបង្កលក្ខណៈឲ្យអ្នកវិនិយោគទីនេះអ្នកវិនិយោគបរទេសនេះមកសហការជាមួយយើងពីសហការគឺថាខ្ញុំធ្វើបានស្រួលដល់ឲ្យអ្នកវិនិយោគនេះមានស្របទៅតាមប្រទេសដែលកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យចំណែកវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញក៏កំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែងដូចជាអគារខ្ពស់ៗសំណង់និងបរិយាជាច្រើនកន្លែងនិងគ្រប់ប្រភេទក្រុមហ៊ុន Grenco Ltd មកវិនិយោគនៅក្នុងការសាងសង់ខុនដូដែលសហការជាមួយនឹងក្រុមហ៊ុន Sonatra Group សម្រាប់ការរំពឹងទុកនៅថ្ងៃខាងមុខខុនដូឬអគារក៏ដូចជាការអភិវឌ្ឍវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកាន់តែរីកដុះដាលជាច្រើនឡើងពេញផ្ទៃប្រទេសហើយវាផ្ដល់មកវិញនៅភាពសម្បូរបែបសម្រាប់ការងាររបស់វិនិយោគជិកដែលកំពុងនឹងស្វែងរកការងារធ្វើចំពោះការសាងសង់ខុនដូនេះគឺមានការសាងសង់ទៅតាមស្តង់ដារនៃប្រទេសជប៉ុនលោកអុកញ៉ាសនសុកណាជាអគ្គនាយកនៃក្រុមហ៊ុន Sonatra Group បានឲ្យដឹងថាភាគហ៊ុនក្រុមហ៊ុន Sonatra Group 51% និងលោក Susumu Hayashi ជាអគ្គនាយកនៃក្រុមហ៊ុន Grenco Ltd មានភាគហ៊ុន 49% ហើយការវិនិយោគទុនរវាងក្រុមហ៊ុនទាំងពីរលើការអភិវឌ្ឍវិស័យអចលនទ្រព្យលោកអុកញ៉ាគឺមានមុខងារជាអគ្គនាយកប្រតិបត្តិ CEO នៃក្រុមហ៊ុនថ្មីដែលទើបនឹងបានចូលភាគហ៊ុនរវាងក្រុមហ៊ុនទាំងពីរក្រុមហ៊ុន Grenco Ltd បានផ្ដល់ដើមទុន $6.5 លានពីប្រទេសជប៉ុនទៅឲ្យក្រុមហ៊ុនថ្មីសម្រាប់គម្រោងទី1ដែលសាងសង់ខុនដូដែលមាន50 យូនីតនិង26ជាន់ហើយនាពេលបច្ចុប្បន្ននេះគម្រោងទី1របស់ពួកគេបាននឹងកំពុងសាងសង់ហើយពួកគេនឹងរំពឹងថាខុនដូនេះនឹងរួចរាល់ជាស្ថាពរនៅឆ្នាំ2015ហើយជាពិសេសនោះការផ្គត់ផ្គង់សម្ភារៈសម្រាប់ខុនដូគឺបាននាំចូលមកពីប្រទេសជប៉ុនទាំងអស់ផងដែរដីសម្រាប់ប្រើប្រាស់ជាទីតាំងក្នុងការសាងសង់គឺមានរួចរាល់ផងដែរដោយក្រុមហ៊ុន Sonatra Group ចំនួននៃគម្រោងផ្សេងៗនោះគឺបានរៀបចំផែនការរួចជាស្រេចហើយសម្រាប់ការសាងសង់នៅលើទីតាំងដែលជាដីផ្ទាល់របស់ក្រុមហ៊ុន Sonatra Group ដែលស្ថិតនៅទីតាំងដ៏ល្អនៅក្នុងរាជធានីភ្នំពេញតែម្ដងហើយក្រុមហ៊ុន Grenco Ltd ក៏បានផ្ដល់នៅដើមទុនជាច្រើនដើម្បីបំពេញបន្ថែមគ្រប់ចំនួនលើគម្រោងទាំងនេះផងដែរទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាទៅថ្ងៃអនាគតការអភិវឌ្ឍនៅប្រទេសកម្ពុជាក៏ដូចជាទីផ្សារការងារកាន់តែសម្បូរបែបសម្រាប់សិស្សនិស្សិតលើវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជានឹងអាចផ្គត់ផ្គង់ដល់តម្រូវការបានគ្រប់គ្រាន់របស់អតិថិជនលោកអ្នកទើបតែបានទស្សនានៅបទយកាស្ដីអំពីការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាតទៅនេះសូមសម្រាប់បន្តិចសិនបណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នក
សូមស្វាគមន៍មកកាន់វិមានកែវចរណៃបានរំលេចនៅក្របត្បូងដ៏មានតម្លៃឡើងហើយគ្រាន់តែរងចាំលោកអ្នកភ្ជាប់និស្ស័យតែប៉ុណ្ណោះជាទីតាំងមានពណ៌បៃតងប្រកបដោយសក្តានុពលសមទៅតាមសេចក្តីប្រាថ្នាថ្មីរបស់លោកអ្នកដែលមានបន្ទប់កម្រិតធម្មតានិង VIP ហើយយើងអាចតុបតែងផ្ទៃខាងក្នុងជូនលោកអ្នកក្រៅអំពីគំរូប្លង់ទូទៅជាពិសេសអាងហែលទឹកនៅលើអាកាសនឹងអាចឲ្យលោកអ្នកហាត់ប្រាណកំសាន្តជាមួយនឹងការហែលទឹកគ្រប់ពេលវេលាទីតាំងស្ថិតនៅជិតផ្សារច្បារអំពៅត្រូវបានចាត់ទុកថាជាផ្លូវអាស៊ានពីមានកែវចរណៃបានរចនាឡើងតាមបែបស្ថាបត្យកម្មទំនើបប្រកបដោយសម្ព័ន្ធភាពដ៏ល្អប្រណិតសម្រាប់សតវត្សទី21ជាបន្តបង្ហាញពីអចលនទ្រព្យល្អៗនៅតាមបណ្ដាខេត្តនិងរាជធានីភ្នំពេញអាផាតមិនសម្រាប់ជួលមានទីតាំងស្ថិតនៅផ្ទះលេខ31ផ្លូវលេខ430កែងផ្លូវ500ជិតរង្វង់មូលផ្សារដើមថ្កូវសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញអាផាតមិននេះមានបន្ទប់គេងបន្ទប់ទឹកបន្ទប់ទទួលភ្ញៀវបន្ទប់បាយធំទូលាយស្រស់ស្អាតក្នុងការរស់នៅនិងមានចំណតយានយន្តធំទូលាយអាផាតមិននេះបានបំពាក់ទៅដោយសម្ភារៈគ្រប់គ្រាន់ក្នុងការប្រើប្រាស់ដូចជាបានតភ្ជាប់បណ្ដាញទឹកភ្លើងរត់រួចជាស្រេចបណ្ដាញទូរទស្សន៍ខ្សែកាបប្រព័ន្ធអ៊ីនធឺណិតនិងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរួចជាស្រេចមានទីតាំងធំទូលាយមានបរិយាកាសល្អខ្យល់បរិសុទ្ធស័ក្តិសមសម្រាប់ការរស់នៅដាក់ជួលក្នុងតម្លៃ$400ក្នុងមួយខែសម្រាប់បន្ទប់គេងមួយតម្លៃ$500ក្នុងមួយខែសម្រាប់បន្ទប់គេង2និងតម្លៃ$600ក្នុងមួយខែសម្រាប់បន្ទប់គេង3សម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ015 903 899ដីសម្រាប់លក់មានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គសង្កាត់ជ្រោយចង្វារខណ្ឌឫស្សីកែវរាជធានីភ្នំពេញទំហំដី 14325 ម៉ែត្រការ៉េដីនេះមានទីតាំងល្អក្នុងការអភិវឌ្ឍជាសំណង់ទីស្នាក់ការអគារការិយាល័យនិងសណ្ឋាគារជាដើមដាក់លក់ក្នុងតម្លៃល្អត្រឹមតែ$650ប៉ុណ្ណោះក្នុង1ម៉ែត្រការ៉េសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ012 258 809ដីសម្រាប់លក់មានទីតាំងស្ថិតនៅភូមិតាច័ន្ទសង្កាត់ព្រែកឯងចុះចម្ងាយ800ម៉ែត្រពីផ្លូវជាតិលេខ1មានទំហំដីសរុប 29937 ម៉ែត្រការ៉េដីនេះមានលក្ខណៈល្អប្រសើរសម្រាប់ការស្នាក់នៅនិងការអភិវឌ្ឍផ្សេងៗដាក់លក់ក្នុងតម្លៃ$54ក្នុង1ម៉ែត្រការ៉េតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ012 258 809ដីសម្រាប់លក់មានទីតាំងល្អស្ថិតនៅផ្លូវលេខ371សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញទំហំដី7500ម៉ែត្រការ៉េមានតភ្ជាប់នៅបណ្ដាញទឹកភ្លើងរត់រួចជាស្រេចដីនេះស័ក្តិសមសម្រាប់ការសាងសង់រោងចក្រនិងឃ្លាំងដាក់លក់ក្នុងតម្លៃ$2លានប៉ុណ្ណោះតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ077 676 599 023 861 999បណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកចាសសូមអរគុណសម្រាប់ការតាមដានទស្សនាកម្មវិធីអចលនទ្រព្យខ្មែរតាំងពីដើមរហូតដល់ចប់ប្រសិនបើលោកអ្នកអខានពុំបានទស្សនាជាមួយនឹងកម្មវិធីលោកអ្នកអាចរងចាំទស្សនានៅក្នុងទស្សនាវដ្តីអចលនទ្រព្យឬក៏ចូលទៅកាន់គេហទំព័រ www.khamerpropertyuse.com នៅពេលនេះនាងខ្ញុំនិងក្រុមការងារសូមអរគុណសូមជម្រាបលា